ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់បងដែលទើបតែរៀនដំឡើង Windows ថ្មីពេលដែលបងតម្លើង Windows ហើយបងអត់ដឹងថាត្រូវតម្លើងកម្មវិធីមួយណាមុនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំ recommend បងឲ្យចូលមកក្នុង folder ទី2នេះហើយបងតម្លើងកម្មវិធីមួយនេះមុនគេដោយសារតែនៅពេលដែលយើងតម្លើងកម្មវិធីមួយនេះវានឹងទៅ download យកកម្មវិធីផ្សេងទៀតដែលជាកម្មវិធីបន្ទាប់បន្សំសម្រាប់យើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងឡើងឲ្យយើងដោយសារប្រវត្តិហ្មងគឺយើងមិនបាច់ទៅតម្លើងកម្មវិធីម្ដងមួយដូចជា Chrome នេះមិនហ្នឹងជាទូទៅនៅពេលដែលយើងតម្លើងមួយនេះវានឹងទៅ download តម្លើងឲ្យយើងដូចគ្នាតើបងអញ្ចឹងឥឡូវនេះយើងdouble click ដើម្បីតម្លើងទាំងអស់គ្នាមកអូខេបងអញ្ចឹងនៅកន្លែងនេះយើងចុច confirm yes តើបងហើយនៅកន្លែងនេះបងចុច show detail មកចង់ដឹងថាតើវានឹង download កម្មវិធីអ្វីខ្លះឲ្យយើងអញ្ចឹងយើងចុច show detail អូខេអញ្ចឹងសម្រាប់កម្មវិធីមួយនេះនៅពេលដែលយើងតម្លើងវានឹងទៅ download កម្មវិធីទាំងអស់នេះដែលមាននៅក្នុងនេះតម្លើងឲ្យយើងដែលស្វ័យប្រវត្តិហ្មងគឺយើងមិនបាច់ទៅ double click តម្លើងវាម្ដងមួយទៀតទេអូខេបងអញ្ចឹងនៅពេលដែលយើងតម្លើងកម្មវិធីទាំងអស់នេះចប់បងឆែកមើលមកថាតើកម្មវិធីទាំងអស់នេះវាគ្រប់គ្រាន់សម្រាប់យើងប្រើប្រាស់ហើយនៅបើសិនជានៅបងត្រូវការប្រើកម្មវិធីអ្វីផ្សេងទៀតបងអាចឆែកមើលនៅខាងក្នុងនេះឬក៏នៅ folder ផ្សេងទៀតបានបងចង់តម្លើងកម្មវិធីមួយណាបងចង់ប្រើកម្មវិធីណាបងតម្លើងកម្មវិធីនឹងជាក់ស្ដែងថែមទៀតមកណាអូខេបងអញ្ចឹងនៅក្នុងនេះខ្ញុំអត់ឃើញមានកម្មវិធី Ultra Viewer ទេអញ្ចឹងបើសិនជាបងត្រូវការប្រើដែរបងមកមើលនៅខាងនេះអញ្ចឹងខាងនេះយើងមានកម្មវិធី Ultra Viewer អញ្ចឹងបងអាចតម្លើងបានដូចគ្នាបង select នៅលើវាហើយបងចុច enter មកកន្លែងនេះបងចុច yes ដើម្បី confirm តម្លើងអូខេបងឥឡូវខ្ញុំសូមទាញកម្មវិធីនេះខិតម្នេះតិចតើបងឥឡូវយើងចុច next មកកន្លែងនេះខ្ញុំចុច next ទៀតខ្ញុំចុច next ខ្ញុំចុច install គេបងចុចលើកម្មវិធីដែលយើងបានតម្លើងនេះគឺបានច្រើនទៅហើយអូខេបងអញ្ចឹងឥឡូវនេះយើងបាន complete កម្មវិធី Ultra Viewer មួយទៀតហើយអញ្ចឹងយើងចុច finish មកនៅពេលដែលបងចុច finish វានឹងឡាញ់កម្មវិធីនឹងឡើងមកឲ្យយើងបែបនេះអញ្ចឹងកន្លែងនេះបើសិនជាបងត្រូវការប្រើបងថតអានឹងយកទៅឲ្យក្រុមការងាររបស់បងទៅឬក៏ partner របស់បងអញ្ចឹងណាតែបើបងអត់ត្រូវការប្រើទេបងបិទវាមកតោះបងឥឡូវនេះបងឃើញមានកម្មវិធីឡើងមកលើ desktop របស់យើងបានមួយចំនួនធំហើយជាងនៅសល់តែ2ទៀតទេវានឹងបញ្ចប់ការតម្លើងកម្មវិធីមួយនេះអូខេបងចុះឥឡូវសម្រាប់ការតម្លើងកម្មវិធីមួយនេះគឺបានបញ្ចប់ត្រឹមប៉ុណ្ណេះអញ្ចឹងខ្ញុំសូមចុច close ចឹងទាំងអស់នេះគឺជាកម្មវិធីដែលយើងបានដំឡើងមុននឹងមិញហ្នឹងគឺយើងគ្រាន់តែតម្លើងតាមមួយកម្មវិធីហ្នឹងទៅវានឹង download កម្មវិធីទាំងអស់នេះមកបែប